ជំរាបសួរអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងនឹងពិភាក្សាអំពីប្រធានបទមួយដែលជាគ្រឹះនៃភាពជោគជ័យនិងសុភមង្គលផ្ទាល់ខ្លួនគឺវិន័យចំពោះខ្លួនឯងហេតុអ្វីបានជាមនុស្សចាំបាច់មានវិន័យចំពោះខ្លួនឯងវិន័យចំពោះខ្លួនឯងមិនមែនគ្រាន់តែជាការបង្ខិតបង្ខំខ្លួនឯងនោះទេប៉ុន្តែវាជាសេចក្តីស្រឡាញ់ខ្លួនឯងក្នុងរយៈពេលមួយដែលវែងយើងត្រូវការវិន័យគឺដោយសារតែវិន័យគឺជាសមត្ថភាពក្នុងការគ្រប់គ្រងជោគវាសនារបស់យើងវិន័យគឺជាសមត្ថភាពក្នុងការធ្វើអ្វីដែលត្រឹមត្រូវបើទោះបីជាអារម្មណ៍របស់យើងមិនចង់ធ្វើក៏ដោយវាជាការជ្រើសរើសភាពឈឺចាប់រយៈពេលខ្លីដើម្បីទទួលបាននូវភាពសប្បាយរីករាយរយៈពេលវែងយើងទាំងអស់គ្នាត្រូវដឹងថាគឺជាកត្តាសំខាន់នៃគោលដៅភាពខុសគ្នារវាងក្តីស្រមៃនិងលទ្ធផលក្តីស្រមៃគ្រប់គ្នាមានប៉ុន្តែវិន័យគឺជាកត្តាមួយដែលជំរុញឲ្យសកម្មភាពប្រចាំថ្ងៃតូចៗទៅដល់គោលដៅធំបើគ្មានវិន័យទេគោលដៅនឹងនៅត្រឹមតែជាបំណងប្រាថ្នាតែប៉ុណ្ណោះវិន័យចំពោះខ្លួនឯងបានជួយអ្វីខ្លះដល់យើងវិន័យផ្ទាល់ខ្លួនផ្ដល់អំណាចដ៏មហិមាតាមរយៈការកសាងចំណុចសំខាន់ៗទាំង4ដែលចំណុចទី1នោះគឺការសម្រេចគោលដៅប្រកបទៅដោយប្រសិទ្ធភាពការផ្ដោតអារម្មណ៍គឺវិន័យជួយយើងកំណត់អតិភិបយើងរៀននិយាយថាទេចំពោះសកម្មភាពដែលខ្ជិះខ្ជាយពេលវេលាដូចជាការលេងបណ្ដាញសង្គមច្រើនម៉ោងហើយនិយាយត្រូវតែធ្វើចំពោះកិច្ចការសំខាន់ឧទាហរណ៍បុគ្គលដែលចង់សម្រក់ទម្ងន់វិន័យជួយឲ្យពួកគេក្រោកហេតុប្រាណនៅពេលព្រឹកនិងតមអាហារផ្អែមបើទោះបីជាឃ្លានក៏ដោយនេះជាការគ្រប់គ្រងអារម្មណ៍មួយដ៏សំខាន់ទី2សុខភាពផ្លូវចិត្តនិងការគ្រប់គ្រងអារម្មណ៍ការកាត់បន្ថយភាពតានតឹងមនុស្សមានវិន័យមិនសូវមានភាពតានតឹងព្រោះពួកគេធ្វើកិច្ចការទាន់ពេលវេលាហើយមិនបណ្ដោយឲ្យមានភាពរញ៉េរញ៉ៃកើតឡើងការគ្រប់គ្រងការជំរុញវិន័យជួយទប់ស្កាត់ការសម្រេចចិត្តដោយអារម្មណ៍ភ្លាមដែលអាចនាំឲ្យមានផលវិបាកអវិជ្ជមានដូចជាការចំណាយប្រាក់ដោយឥតប្រយោជន៍ឬការនិយាយពាក្យដែលមិនគប្បីចំណុចទី3ការកសាងតម្លៃខ្លួននិងទំនុកចិត្តភាពជាប់លាប់វិន័យបង្រៀនយើងឲ្យមានភាពជាប់លាប់ក្នុងការអនុវត្តទម្លាប់ភាពជាប់លាប់នាំមកនូវភាពរីកចម្រើនការគោរពខ្លួនឯងនៅពេលដែលយើងសន្យាជាមួយខ្លួនឯងហើយធ្វើបានសម្រេចនោះយើងនឹងចាប់ផ្ដើមជឿជាក់លើខ្លួនឯងថាយើងជាមនុស្សដែលអាចពឹងពាក់បានទី4ជីវិតមានសណ្ដាប់ធ្នាប់និងមានតុល្យភាពពេលវេលាវិន័យជួយក្នុងការគ្រប់គ្រងពេលវេលាបានល្អប្រសើរធ្វើឲ្យយើងមានពេលទំនេរច្រើនសម្រាប់សម្រាកឬចំណាយពេលជាមួយនឹងគ្រួសារបើគ្មានវិន័យចំពោះខ្លួនឯងតើជីវិតមានចំណុចវិជ្ជមាននិងអវិជ្ជមានអ្វីខ្លះផលអវិជ្ជមានធំលទ្ធផលនៃភាពដែលគ្មានវិន័យការរស់នៅក្នុងភាពសោកសៅការខ្វះវិន័យនាំឲ្យមានការពន្យាពេលលទ្ធផលគឺនៅពេលអនាគតយើងនឹងសោកស្ដាយដែលមិនបានចាប់ផ្ដើមឬខិតខំតាំងពីដើមមកហិរញ្ញវត្ថុនិងសុខភាពមានបញ្ហាមិនមានវិន័យលើការចាយវាយបំណុលនិងមិនមានវិន័យលើអាហារគឺកើតជំងឺនេះជាផលវិបាកធ្ងន់ធ្ងរដែលបណ្ដាលមកពីការបណ្ដោយខ្លួនតាមចំណង់បាត់បង់ឱកាសនៅពេលឱកាសល្អមកដល់យើងគ្មានសមត្ថភាពឬការត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីចាប់យកវាបានឡើយអស្ថិរភាពផ្លូវចិត្តជីវិតគ្មានគោលដៅច្បាស់លាស់ធ្វើឲ្យយើងងាយចោះចាញ់នឹងបរិយាកាសនិងការរិះគន់ចំណុចវិជ្ជមានអារម្មណ៍ល្អសេចក្តីសេរីភាពមិនពិតមួយរយៈខ្លីយើងអាចមានអារម្មណ៍ថាខ្លួនឯងមានសេរីភាពព្រោះមិនចាំបាច់មានច្បាប់ឬកាតព្វកិច្ចអ្វីឡើយភាពរីករាយភ្លាមការធ្វើអ្វីតាមចិត្តចង់ភ្លាមដូចជាការញ៉ាំនំខេកឬក៏ការមើលរឿងពេញមួយថ្ងៃផ្ដល់ភាពសប្បាយរីករាយបណ្ដោះអាសន្នចំណុចសម្រាប់គំនិតភាពវិជ្ជមាននៃការគ្មានវិន័យគឺជាអន្ទាក់ដែលនាំមកនូវភាពឈឺចាប់និងការសោកសៅក្នុងរយៈពេលវែងសរុបសេចក្តីមកវិន័យចំពោះខ្លួនឯងមិនមែនជាតនកម្មទេប៉ុន្តែជាឧបករណ៍ដ៏មានអំណាចបំផុតដែលយើងអាចប្រើដើម្បីកសាងអនាគតដ៏ល្អប្រសើរវាជាការបង្ហាញឲ្យឃើញថាយើងគោរពខ្លួនឯងនិងឲ្យតម្លៃលើជីវិតដែលយើងចង់រស់នៅ